អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះជួបនៅវីដេអូថ្មីរបស់ខ្ញុំបាទដើរលេងកំសាន្តនៅវាលជនបទតើមើលភូមិមើលស្រុកមើលស្រែអញ្ចឹងណាតាមតំបន់ភូមិរបស់ខ្ញុំបាទឥឡូវខ្ញុំជិះម៉ូតូជាមួយនឹងបងប្រុសរបស់ខ្ញុំហើយជិះមកក៏ជួបលោកពូម្នាក់ដែលនៅស្រុកជាមួយគ្នាហ្នឹងឯងគាត់បងត្រីបានឡើងកន្លងប្រហែលជាចូល30គីឡូគាត់និយាយប្រាប់អាហ្នឹងនៅកត្រកផ្សេងនៅក្នុងក្រុងផ្សេងបាទហើយគាត់អៀនខ្លាំងមែនទេណាដែលមានណាថតអញ្ចឹងអ្នកភូមិខ្ញុំគឺមិនសូវមានអ្នកដែលថាដើរថតអញ្ចឹងទេបាទមានតែពួកខ្ញុំហ្នឹងឯងដើរថតលេងដើម្បីចែកជូនឲ្យពួកម៉ែបងប្អូនទស្សនាមើលក្នុង YouTube ឬក្នុង Facebook ក្តីបាទឥឡូវនេះខ្ញុំជួបលោកពូម្នាក់ដែរគាត់នៅខេត្តជាមួយគ្នាបាទតែខ្ញុំមិនដឹងថានៅស្រុកណាទេគាត់បងត្រីចាប់ដាក់បងប្អូនអើយមកត្រីជាតិខ្លាំងណាស់ត្រីស្រែរបស់យើងធម្មជាតិបាទហើយក្នុងរដូវកាលខែប្រាំងនេះគឺត្រីបងប្អូនអើយស្បៃរោនណាស់ឲ្យតែបងប្អូនមានពេលតនេបាទហើយឲ្យបងប្អូនប៉ិនចាប់ប៉ិនរោបាទខ្វះទេបាទតែទឹកក្លោកនេះទឹកតាមបន្លាយនេះក៏ត្រីមានទូចមានធំត្រីតែងទៅកញ្ចោះអីគឺតំងតែក្រាញ់ល្អណាស់បងប្អូនសើបងប្អូនចង់មានចំណាប់អារម្មណ៍ចង់ញ៉ាំមួយចង់មកបងមកអីចឹងណាហ្នឹងហើយគឺសប្បាយណាស់ក្នុងរដូវខែប្រាំងតែទោះតែវារះក្តៅបន្តិចឥឡូវវាគាត់ទៅថ្ងៃគឺក្តៅខ្លាំងមែនទេតែពួកអ្នកភូមិមួយជាមួយអ្នកដែលគាត់ជួយចិត្តបងត្រីគឺគាត់មិនភ័យមិនព្រួយបាទឲ្យតែកន្លែងណាមានត្រីទៅហើយពូនេះវិញចាប់ដាក់សប្បាយទៅតាណាក៏ស្ទើរអ្នកបងឡើងដូចជាយើងទៅតាមផ្សារតាមអីចឹងគឺសម្បូរអ្នកបងត្រីច្រើនខ្លាំងមែនទេបាទគាត់សប្បាយគាត់ញឹមបាទគាត់ចាប់ដាក់ត្រីអ្នកកន្លះកថាំងនេះចូលសាត្រីត្រីក្រាញ់ទៅអីក៏ល្អខ្លាំងមែនទេបាទហើយក្នុងក្រុងក៏ដាក់សាត្រីរស់ត្រីតែងបាទក៏ចាប់បានដាក់ផ្សេងគ្នាមួយត្រីស្រស់មួយត្រីវានៅស្ទើរចិត្តងាប់ចិត្តអីចឹងណាឥឡូវចុះចាប់ដាក់ទៀតដែរបាទហើយលូករន់លូអីគឺសម្បូរណាស់ត្រីបាទបងប្អូនអើយមានសណាញ់មានអីចាប់ដាក់ហើយឲ្យតែខ្ញុំដូចខ្ញុំនិយាយបងប្អូនអញ្ចឹងឲ្យតែបងប្អូននឹងចេះរោបាទចេះចាប់បាទមិនខ្វះទេតំបន់ខ្ញុំនេះគឺសម្បូរត្រីណាស់ហើយមិនដឹងថានៅតំបន់បងប្អូនដូចតំបន់ខ្ញុំអត់ទេបាទគឺតំបន់ខ្ញុំនៅខាងសៀមរាបនេះគឺសម្បូរខ្លាំងមែនទេបាទត្រីមួយរោគឺគាត់ញឹមសាច់ស្បាយអ្នកខ្លះក៏យកបានរោបានចេះក៏គាត់ហៅបងប្អូនហៅអីទៅអង្គុយលេងទៅហូបបាយហូបអីពេលថ្ងៃអញ្ចឹងណាពិតជាសប្បាយរីករាយជាមួយនឹងវាលជាមួយនឹងបរិយាកាសដែលខ្យល់បក់លហើយជាមួយនឹងក្លិនស្រូវក្លិនស្រែក្លិនក្របីក្លិនគោបងប្អូនហ្នឹងហើយដូចការខ្ញុំនៅទីទួយអញ្ចឹងតែពេលឥឡូវធំមកហើយបាទអញ្ចឹងក៏មិនភ្លេចដែរតំបន់ដែលធ្វើអនុស្សាវរីយ៍អនុស្សាវរីយ៍របស់យើងនៅទីទួយបាទពីមុនខ្ញុំជិះកង់បងប្អូនតាមហ្នឹងឥឡូវមានរោគកង់ណាស់ជិះសាម៉ូតូហើយផ្លូវគឺរុកព្រៃបាទឆ្លៀតចូលចង្អៀតចង្អល់បាទឥឡូវនេះគឺស្លាស់ហើយគេវិផ្លូវវាអីស្រួលបួលគេមានផ្លូវជីស្រួលបួលគេមានបន្លាយទឹកគេមានកន្លែងរោត្រីត្រឹមត្រូវបាទហើយចំពោះអ៊ីនេះវិញគាត់មកជាមួយក្រុមគ្រួសារគាត់បាទប្តីក៏គាត់រោទៅប្រពន្ធក៏គាត់នេះដាក់អាំងដាក់អីត្រៀមបាយត្រៀមទឹកត្រៀមអីចឹងណាហ្នឹងហើយនេះគ្រួសាររបស់គាត់បាទហើយពិតជាតំណងខ្លាំងមែនទេបងប្អូនអាចមើលត្រីបានមើលទៅគាត់តែមើលពីចង្អាយក៏ដឹងថាតំណងដែរព្រមទាំងញ៉ាំទៀតបាទជាមួយនឹងបរិយាកាសពេលថ្ងៃបាទហើយនេះផងដែរបងប្រុសខ្ញុំគាត់ដើរថតមើលលេងមើលផ្កាមើលផ្កៅមើលអីតែគាត់មកពីខេត្តឆ្ងាយក៏អត់ដែលឃើញវាលរបស់យើងអញ្ចឹងគាត់ក៏ឃ្លាតជិះមើលភូមិមើលស្រែមើលស្រុកមើលញុំអញ្ចឹងហើយនេះវិញសិតតែមនុស្សបងប្អូនមនុស្សច្រើនខ្លាំងមែនទេបាទគាត់តែជិះម៉ូតូវិញមនុស្សចង់ចូលដូចនិយាយបងប្អូនអញ្ចឹងដូចយើងទៅផ្សារអញ្ចឹងអ្នកខ្លះនៅទឹកអ្នកខ្លះនៅលើដីអ្នកខ្លះក៏ចាំតែចូលត្រីរកអីទៅដាក់អាំងអ្នកខ្លះចាំទិញតគ្នាអ្នកណាគេដែលគិតប៉ិនបងប៉ិនអីអញ្ចឹងគាត់ចង់បានត្រីបានអីគាត់យកទៅដាក់អាំងត្រីរស់ត្រីស្រែអីអ្នកខ្លះទៅលក់ឲ្យអ្នកខ្លះគាត់មិនចង់លក់ឲ្យដែរព្រោះអីត្រីស្រែរបស់យើងគឺងាយរកបានទេបងប្អូនហើយមិនដូចយើងទិញតាមផ្សារអីបានភ្លាមអាត្រីស្រែរបស់យើងងាយចាប់បានទេតម្រាប់ចាប់បានមួយយើងត្រូវប្រើរយៈពេលយ៉ាងហោចណាស់ក៏យូរហើយណាហើយប៉ះណាក៏យើងត្រូវការសំណាស់របស់យើងដែរបើយើង
ចាប់ផ្លិតស្នៀតអីគឺចប់ហើយស្ដាយហ្នឹងឥឡូវនេះពងជីមើលបងប្អូនអើយមនុស្សអូដល់កហើយខ្ញុំទុកនឹងមកថ្ងៃហ្នឹងបាទមិនដែលដឹងសោះបាទហើយតែថ្ងៃហ្នឹងវានឹងក្តៅបន្តិចតែវាមិនបញ្ហាទេសំខាន់ឲ្យតែមកឃើញបងប្អូនឃើញអ្នកស្រុកអ្នកភូមិគាត់សប្បាយគាត់មកអង្គុយលេងមកអីចឹងក៏យើងក៏មានអារម្មណ៍ថាសប្បាយចិត្តដែរបងប្អូនហើយមិនមែនថាយើងសម្រាកគិតតែពីការអង្គុយផឹកស៊ីសម្រាកគិតតែពីអង្គុយលេងអង្គុយអីស្ងៀមស្រួលដូចអ្នកមួយចំនួនហ្នឹងបងប្អូនហ្នឹងឯងគឺអ្នកភូមិរបស់ខ្ញុំក៏គាត់ស្រាកមួយគាត់តនីហើយគាត់ដើរបងត្រីយកត្រីឲ្យបានយកទៅធ្វើម្ហូបធ្វើអីចឹងទុកធ្វើម្ហូបទុកអីចឹងណាត្រីស្រែត្រីកញ្ចុះត្រីសត្រីរៀលត្រីកត្រប់ត្រីតោនត្រីអីចឹងគឺល្អណាស់បងប្អូនហើយនេះផងដែរខ្ញុំជិះថតទេសភាពបងប្អូនបានមើលបាទនេះកន្លែងគេហៅដូចគេហៅដូចកន្លែងគេហៅដូចសាលាឆាន់ដូចអីគេអញ្ចឹងណាគេដាក់លក្ខណៈដាក់មានព្រះមានអីទុកគោរពបូជាមួយក៏បងប្អូនណាដែលគាត់មកបងត្រីមកអីចឹងគាត់អង្គុយលេងមួយទៅអ្នកដែលមកពីឆ្ងាយគាត់ចង់មើលស្រែមកស្រូវមកវាជនបទហ្នឹងគាត់មកអង្គុយលេងអញ្ចឹងហ្នឹងហើយនេះតមកមានតាំងពីម៉ូតូអង្គុយអាំងត្រីនិយាយគ្នាលេងបងប្អូនមើលហើយនិយាយពីទឹកដែលនិយាយពីស្រាបៀរគាត់ផឹកវិញគាត់មិនមែនផឹកស្រាកំប៉ុងទេបងប្អូនគាត់ផឹកស្រាថ្នាំថាសអញ្ចឹងដាក់1លីត្រ2លីត្រអានេះមកជិះមកនេះជិះមករោកន្លែងណាដែលដណ្ដងថតจะជួយមកបងទស្សនាបាទហើយនេះពងសិតតពូសិតអ្នកភូមិរបស់ខ្ញុំបងប្អូនហ្នឹងហើយអ្នកភូមិរបស់ខ្ញុំគាត់មកច្រើនខ្លាំងមែនទេបាទហើយចំពោះអ្នកខេត្តគឺមិនសូវមកទេបងប្អូនហើយអ្នកខេត្តគាត់មានការងារធ្វើច្រើនហើយអ្នកភូមិគាត់មិនសូវមានការងារទេអ្នកខ្លះគាត់មកមើលស្រែមើលស្រូវគាត់មកមើលគោមើលក្បីអញ្ចឹងណាហើយគាត់ក៏ឆ្លៀតយកសំណាញ់យកឲ្យដាក់បងដាក់បាចដាក់ម៉ាស៊ីនដាក់បូមអញ្ចឹងគឺសម្បូរអ្នកភូមិខ្ញុំបាទហើយនេះអ៊ំពូបាទគាត់ផ្លែគាត់ចម្លែកអនតែឃើញណៃមកថតអីអញ្ចឹងណាមានតែពួកខ្ញុំមកថតកំពិតទៅកន្លែងតំបន់ខ្ញុំគឺមិនងាយប្រហែលចំពោះតែគាត់ធ្វើវីដេអូថតអីដើរលេងកំសាន្តអញ្ចឹងមានតែពួកខ្ញុំទេបងប្អូនមានតែខ្ញុំគាត់ប្រហែលហើយជិះមើលថតប្រកួតលេងនិយាយសួរនេះសួរនោះបាទហើយចំពោះលោកពូលោកអ៊ំនេះគាត់ខាងលក់ថ្នត់ជូបាទដែលលក់ថ្នត់ជូថ្នត់ជូថ្នត់ផ្អែមបងប្អូនសំទោសទឹកថ្នត់ផ្អែមមកយើងធម្មជាតិឡើងដើមថ្មីបាទគាត់ថាដាក់មកបងដែរគាត់ថាដាក់ស្លាញ់មកបងដែរតែគាត់អត់បានបងក៏ដើរលក់ថ្នត់ជូអស់ស្អិនថ្នត់ជូប្រកបគឺឆ្ងាញ់បងប្អូនបានភ្លក់ហើយនេះក៏ខ្ញុំបានចុះមកមើលបងពូដែលគាត់បងត្រីបាទអ្នកស្គាល់ហើយបងនេះខ្ញុំអ្នកស្គាល់ដែរតែអើពើលឿងបងបានត្រីចង់ចូល3-4 គីឡូហើយបងប្អូនតែវាមិនមានត្រីធំទេសម្បូរត្រីទូចត្រីឡាតត្រីត្អូនត្រីកញ្ចុះអីត្រីសអីគឺល្អយើងយកទៅដាក់អាំងឬមកយកដាក់ចៀនយកទៅធ្វើប្រឡាក់អីទុកធ្វើការជាដែរបងប្អូនហើយដាក់បបរព្រឹកឡើងញ៉ាំបាយស្រូបទឹកនិយាយរួមទៅគឺរបស់ធម្មជាតិយើងហើយរបស់ស្រុកស្រែយើងគឺងាយស្រួលហ្មងការហូបក៏វាឆ្ងាញ់តាមលក្ខណៈរសជាតិត្រីនីមួយដែលគាត់ប្រឡាក់ហើយអ្នកខ្លះគាត់បានភ្លាមគាត់ដាក់អាំងហូបចុកនៅនឹងប្រយហើយគាត់ពងស្រាវបងប្អូនចាំមើលគាត់បានត្រីអត់យ៉ាបានតែបងប្អូនតែវាមិនមានត្រីធំវាសម្បូរត្រីទូចម្ដងបានមួយស្នាញ់2-3ស្នាញ់2-3តំរយស្នាញ់ឃើញត្រីបងប្អូនចង់កន្លះថាំងគាត់កំពុងចាប់ដាក់ហើយខ្ញុំថតបងប្អូនមើលកន្លែងត្រីពេលតែត្រីគាត់ថាំងត្រីរបស់គាត់នេះបងប្អូនមើលត្រីអាហ្នឹងត្រីស្រស់ផ្សេងទៀតណានៅអាត្រីងប់ដែលគាត់កំពុងធ្វើនៅកណូទៀតត្រីកញ្ចុះវិញធំល្អហើយចំពោះខ្ញុំវិញដល់ពេលឃើញត្រីច្រើនអញ្ចឹងមានអារម្មណ៍ថាខ្វាកមែនបងប្អូនប្រងនឹងដាក់សម្លាញ់ទៅដែរតែចេះនឹកឃើញថាខ្លាចអត់មានកន្លែងបងអត់មានមនុស្សដល់ពេលមកដល់ឃើញមនុស្សសិតតែអ្នកបងមកកណូសិតអ្នកភូមិស្ដាយបរហើយអត់បានយកសម្លាញ់មកហើយចំពោះនេះក៏អ្នកភូមិខ្ញុំអ្នកភូមិមួយខ្ញុំដែរបងប្អូនមានអ៊ំមានម៉ាក់មានមីងមកអង្គុយចាំដោះត្រីបាទអូត្រីល្អខ្ញុំថតបងប្អូនឃើញត្រីនេះត្រី
តោនទៅអីល្អនេះកពោតយើងឥឡូវដូចយើងបាត់តិចហើយត្រីកពោតយើងនេះហើយពូម្នាក់នេះវិញដើរបងព្រាវបងប្អូនដើរបងស្មានណាបងអត់មើលមាត់អីបងឃើញឡើងណាបងឡើងនឹងតែជប់ត្រីរបស់គាត់ដែរបងប្អូនមើលទីទៀតខ្ញុំមិនថតត្រីបងប្អូនឃើញត្រីរបស់គាត់ធំបានអាត្រីឆ្មាត់ត្រីឆ្មាន់ត្រីដូចត្រីឆ្ពិនហ្នឹងបងប្អូនធំល្អត្រីហ្នឹងហើយនេះគាត់ពងស្រាវមើលតែស្រាវស្នាញ់ហ្នឹងស្រាវបានទេបងប្អូនពេលខ្ញុំពេលត្រីគាត់បានខ្ញុំអត់បានថតដល់ពេលដែលគាត់មកបងមុនណាឥឡូវខ្ញុំទៅមកដល់ក្រោយអញ្ចឹងហើយក៏អត់បានថតពេលដែលគាត់បងបានហើយមួយជូនបងប្រុសដើរលេងមើលទៅចេះតែជីមកក៏បានជួបអ្នកភូមិអ្នកអីដើរបងត្រីជាមួយគ្នាបាទហើយពួកគាត់សើចខ្ញុំសប្បាយចែកវេកញែកមួយគ្នាអ្នកភូមិច្រើនណានេះត្រីរបស់គាត់ដែរបងប្អូននេះត្រីនេះអូនៅក្រៅវិញធំបងប្អូនតែនៅក្នុងទូរស័ព្ទឃើញទូចហ្នឹងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងបាទសិនជាមានបច្ចេកវិទ្យាសំរុំមកសុំកាន់តែផេតូផងជួបគ្នាវីដេអូក្រោយ